ជារឿយៗយើងតែងតែចំណាយពេលអង្គុយសោកស្ដាយចំពោះទ្វារដែលបានបិទដាក់យើងដោយមិនដែលបានដឹងឡើយថាទ្វារទាំងអស់នោះត្រូវបានចាក់សោដើម្បីការពារយើងតែប៉ុណ្ណោះហើយយើងហៅវាថាការកុំណងប៉ុន្តែជីវិតហៅថាជាផ្លូវវាងសាកគិតមើលទៅបើសិនបើអ្នកជិះឡានក្រុងមិនទាន់ប្រហែលជាអ្នកកំពុងតែជិះផុតពីគ្រោះថ្នាក់ណាមួយក៏ថាបានដែរបើសិនបើអ្នកមិនទទួលបានការងារដែលអ្នកខំប្រឹងប្រែងចង់បានខ្លាំងនោះទេប្រហែលជាជីវិតកំពុងតែជួយសង្គ្រោះអ្នកពីមេកាយដ៏អាក្រក់និងបុជញ្ជក់តាមពោះជីវិតរបស់អ្នកការបដិសេធជារឿងយាយគ្រាន់តែជាវិធីដែលជីវិតចង់ប្រាប់យើងថាមិនមែនផ្លូវនេះទេព្រោះមានអ្វីដែលល្អជាងនេះកំពុងរង់ចាំអ្នកនៅពេលដែលមនុស្សខ្លះបានដើរចេញពីជីវិតរបស់អ្នកវាពិតជាចាប់ប៉ុន្តែជួនកាលមនុស្សខ្លះត្រូវតែចាកចេញដើម្បីទុកកន្លែងឲ្យមនុស្សដែលត្រឹមត្រូវពិតប្រាកដដើរចូលមកក្នុងជីវិតរបស់យើងអ្នកមិនអាចស្វាគមន៍រដូវកាលថ្មីបានឡើយប្រសិនបើអ្នកនៅតែបន្តតោងទ្វាររដូវរងាដោយតែជាអ្នកអតីតកាលចក្រវាលនេះតែងតែមានដំណើរការតាមរបៀបដែលអាកំបាំងបំផុតវាការពារអ្នកក្នុងទម្រង់ដែលមើលទៅហាក់ដូចជាសំណាងអាក្រក់ការជិះចាប់ឬភាពបរាជ័យនៅពេលដំបូងប៉ុន្តែនៅពេលដែលអ្នកក្រឡេកមើលថយក្រោយក្នុងរយៈពេល1ឆ្នាំឬក៏5ឆ្នាំទៀតអ្នកនឹងដឹងថារកពេលថាទេនៅថ្ងៃនេះគឺដើម្បីនាំអ្នកទៅរកពេលថាចាស់ឬក៏បាទដ៏អស្ចារ្យបំផុតនៅពេលអនាគតដូច្នេះឈប់តស៊ូប្រឆាំងនឹងការខកបំណងជាលើផ្លូវវាងមួយនេះផ្លូវរបស់អ្នកមិនមែនកំពុងតែត្រូវបានគេរំខ្ទប់ទេតែវាគឺកំពុងត្រូវបានគេបោះសម្អាតឲ្យស្លាស់ឡើងវិញតែប៉ុណ្ណោះចូលជឿជាក់ថាអ្នកកំពុងតែស្ថិតនៅកន្លែងដែលអ្នកត្រូវទៅទោះបីជាវាមិនមែនជាកន្លែងដែលអ្នកបានគ្រោងទុកក៏ដោយ